ឥឡូវនេះនិយាយអំពីសុបិនទី5នៅក្នុងបទសិក្សាខ្លីហ្នឹងគឺថាមកដល់ចំណុចទី5នេះព្រះបាទប្រសិទ្ធទីកោសលហ្នឹងព្រះអង្គទុំសុបិនឃើញសេះមួយមានក្បាល2មានមាត់2ហើយសេះហ្នឹងគឺថាស៊ីស្រូវនឹងមាត់ទាំងពីរមានមាត់2ហើយស៊ីស្រូវហ្នឹងគឺដោយមាត់ទាំងពីរហ្នឹងហើយចម្លែកដែរញាតិញោមចម្លែកយ៉ាងម៉េចចម្លែកត្រង់ថាក្នុងសុបិនហ្នឹងសេះមួយហ្នឹងមានក្បាលដល់ទៅ2ហើយមានមាត់2ទៀតហើយដល់ស៊ីស្រូវហ្នឹងគឺស៊ីមាត់ទាំងពីរទូលសួរព្រះសម្មាសម្ពុទ្ធនៅកាលនោះគឺព្រះអង្គទ្រង់ព្យាករព្រះអង្គទ្រង់ប្រមើលមើលដោយព្រះអង្គមានញាណដឹងនៅអនាគតហ្នឹងវាមានហេតុអីកើតឡើងហ្នឹងគឺព្រះអង្គដឹងណាឃើញណាព្រះអង្គមានញាណមួយហៅថាអតីតាំងសញ្ញាណនិងអនាគតាំងសញ្ញាណគឺដឹងអតីតកាលហ្នឹងក៏ព្រះអង្គដឹងហើយអនាគតកាលហ្នឹងក៏ព្រះអង្គដឹងក្នុងរឿងនេះគឺព្រះអង្គដឹងក្នុងរឿងដែលនឹងកើតមាននៃអនាគតកាលព្រះអង្គក៏ទ្រង់ឆ្លើយថារឿងនេះណាមហាបពិតនៅពេលអនាគតកាលគឺអ្នកជំរះក្តីនិយាយទៅអ្នកកាត់ក្តីតុលាការនឹងគឺថាមិនតាំងចិត្តឲ្យស្ថិតក្នុងសុចរិតយុត្តិធម៌ទេណាព្រះអង្គទ្រង់ជាកទុកអញ្ចឹងថាអនាគតកាលហ្នឹងគឺថាអ្នកកាត់ក្តីហ្នឹងឥឡូវហ្នឹងគឺថាតុលាការហ្នឹងឯងគឺកាត់ក្តីហ្នឹងដោយមិនស្ថិតក្នុងសុចរិតយុត្តិធម៌ទេហើយយ៉ាងម៉េចទៀតព្រះអង្គទ្រង់សម្ដែងតទៅទៀតថាជាមនុស្សដែលលមោបលុបលួនប៉ុនពេកអ្នកកាត់ក្តីហ្នឹងមិនបានសមាទានសិលទេមិនឲ្យទានទេមិនដឹងបាបមិនដឹងបុណ្យមិនដឹងគុណមិនដឹងទោសសោះហើយមិនទៀតដល់តែអត់ដឹងបុណ្យអត់ដឹងបាបអញ្ចឹងទៅអ្នកកាត់ក្តីទាំងអស់ហ្នឹងគឺថាចេះតែទទួលសំណោកពីខាងកូនក្តីហ្នឹងឲ្យទៅសោកមកក៏ទទួលហើយទាំងខាងឈ្នះហ្នឹងក៏ទទួលទាំងខាងអ្នកចាញ់ហ្នឹងក៏ទទួលអញ្ចឹងដូចសបិនមហាបពិតសបិនឃើញអញ្ចឹងសេះស៊ីស្រូវនិងមាត់ទាំងពីរនោះឯងប្រាប់ព្រះបាទប្រសិទ្ធទីកោសលហ្នឹងអញ្ចឹងថាមហាបពិតឃើញសបិនថាសត្វសេះមានមាត់ពីរស៊ីស្រូវដោយមាត់ទាំងពីរហ្នឹងគឺអញ្ចឹងទាំងអ្នកចុងចោតហ្នឹងឲ្យតែសោកក៏យកអ្នកដើមចោតហ្នឹងឲ្យតែសោកក៏យកទាំងពីរដោយអ្នកជំរះក្តីហ្នឹងអ្នកកាត់ទោសហ្នឹងគឺមិនមានសិលណាមិនមានសិលអញ្ចឹងទៅមិនបានជាគិតរឿងបុណ្យរឿងបាបរឿងយុត្តិធម៌សុចរិតអីអត់ទាំងអស់ហ្នឹងគឺថារឿងនេះនឹងកើតមាននៅក្នុងអនាគតកាលសង្វេគណាញាតិញោមស្ដាប់ទៅសង្វេគណានៃរឿងទាំងអស់នេះញាតិញោមពិចារណាមើលទៅថាតើសង្គមបច្ចុប្បន្ននេះវាត្រូវនឹងរឿងនឹងដែរទេពីព្រោះរឿងនេះវាជារឿងដែលព្រះអង្គទ្រង់សម្ដែងទុករួចហើយគឺល្មមតែយើងនឹងដឹងថាសង្គមយើងនឹងត្រូវទៅតាមពុទ្ធទំនីត្រូវទៅតាមការទស្សទាយត្រូវទៅតាមការព្យាកររបស់ព្រះពុទ្ធអង្គនឹងដែរឬទេអាត្មាមិនចាំបាច់បញ្យល់វែងឆ្ងាយទៅទេរឿងហ្នឹងគ្រាន់តែសំដែងមកប៉ុណ្ណឹងញាតិញោមនឹងដឹងខ្លួនឯងហើយ
អនាគតកាលហ្នឹងឥឡូវបើនិយាយពីសប្តាហ៍ថ្ងៃនេះវាជាអនាគតរបស់អតីតកាលឃើញទេមានន័យថាអតីតកាលហ្នឹងកាលដែលព្រះអង្គគង់ប្រជញ្ញនៅព្រះអង្គទ្រង់ទស្សទាយទុកថាអនាគតកាលហើយយើងមើលសម័យកាលនេះវាត្រូវខ្លះទេអារឿងសេះក្បាល2មាត់2ណាហើយមាត់ហ្នឹងបើថាស៊ីតែមួយខាងហ្នឹងមិនទេស៊ីទាំងអស់ទាំងពីរមាត់ហ្នឹងគឺស៊ីដោយសេចក្តីថាឲ្យតែអ្នកណាសោកគឺយកទាំងអស់ហ្នឹងទាំងត្រូវក៏យកទាំងខុសក៏យកដោយមិនបានថ្លឹងតុលាការនេះបើយើងប្រែទៅគឺថាចិញ្ជីញាតិញោមគឺថ្លឹងឲ្យដឹងទម្ងន់នៃទោសស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដែលមិនមែនចេះតែយកសំណោកទៅក៏កាត់ទោសឲ្យអ្នកត្រូវនឹងទៅជាខុសអ្នកខុសទៅជាត្រូវគឺអត់ទេហើយរឿងលៀបសក្ការៈនេះណាញាតិញោមក្នុងធម៌របស់ព្រះពុទ្ធនឹងជាពិសេសនៅក្នុងគម្ពីរខុទ្ទកានិកាយធម្មបទហ្នឹងគឺយើងសិក្សាទៅយើងឃើញហើយពុទ្ធសម្ដែងច្រើនកន្លែងណាដូចពាក្យថាហនន្តិភោគាទុមេធាំងប្រែមកថាភោគសម្បត្តិតែងសម្រាប់អ្នកឥតបញ្ញាគឺអ្នកដែលធ្វើតែអំពើទុច្ចរិតអយុត្តិធម៌ហ្នឹងគឺថាលៀបសក្ការៈភោគសម្បត្តិហ្នឹងតែងសម្លាប់ហើយកន្លែងខ្លះហ្នឹងលោកសម្ដែងថាសក្ការោកាបរិសង្ហន្តិសក្ការៈហ្នឹងតែងសម្លាប់បរោះស្ត្រីអាក្រក់នឹងក្នុងខុទ្ទកានិកាយហ្នឹងក៏មានជាចឹងដែរអញ្ចឹងរឿងលៀបសក្ការៈនេះវាធ្វើឲ្យមនុស្សហ្នឹងឈួតមនុស្សហ្នឹងវង្វេងហើយផ្លេចខ្លួនអាពូជមនុស្សដែលត្រូវនឹងកើតមកជាមនុស្សទៀតហ្នឹងលែងមានណាដោយអំពើទុច្ចរិតផ្សេងអញ្ចឹងទៅវាធ្វើឲ្យអំពើកម្មហ្នឹងត្រូវបានមនុស្សជុំវិញហ្នឹងគេស្អប់គេខ្ពើមអាហ្នឹងនៅរស់ដល់ស្លាប់ទៅហ្នឹងគឺកម្មហ្នឹងវិចិត្រចាត់ចែងណាយើងថានរកប្រែហ្នឹងយើងមើលមិនឃើញឥឡូវក៏និយាយអាមើលមិនឃើញនិយាយអាមើលឃើញនេះសួរញាតិញោមដែលពេញចិត្តចូលចិត្តរឿងអយុត្តិធម៌រឿងការកាត់ក្តីនឹងមិនត្រឹមត្រូវធ្វើឲ្យជនរងគ្រោះនឹងមិនបានទាំងយុត្តិធម៌ហើយវាទៅជាការទុកមិនសុខចិត្តនឹងអំពើអយុត្តិធម៌នឹងទៀតទឹកភ្នែកណាទឹកភ្នែកណាគឺសត្វតែមិនចូលចិត្តទាំងអស់ឲ្យទៅអំពើអយុត្តិធម៌ហើយផ្ទុយពីហ្នឹងគឺថាពេញចិត្តយុត្តិធម៌សុចរិតធម៌ណាហើយដល់អ្នកណាដែលប្រព្រឹត្តផ្ទុយអំពីយុត្តិធម៌មនុស្សនឹងស្អប់ហើយជាពិសេសហ្នឹងអ្នកដែលទទួលរងគ្រោះដោយអយុត្តិធម៌ហ្នឹងគេថាស្អប់អ្នកកម្មការជាពិសេសរឿងតុលាការរឿងអីហ្នឹងគឺថាត្រូវបានប្រជាជននឹងស្អប់នឹងរឿងនេះគឺថានឹងកើតមាននៅក្នុងអនាគតកាលដែលព្រះបាទប្រសិទ្ធិកោសលហ្នឹងព្រះអង្គសម្បិនឃើញរឿងសត្វសេះហ្នឹងដែលកើតមកហ្នឹងមានក្បាលដល់ទៅ2ហើយមាត់ដល់ទៅ2ខ្លួនតែមួយទេប៉ុន្តែមាត់2ក្បាល2ហើយដល់ពេលស៊ីស្រូវហ្នឹងស៊ីមាត់ទាំងពីរហ្នឹងទៀតវាចម្លែកអញ្ចឹងញាតិញោមវាចម្លែកអញ្ចឹងបានសួរព្រះអង្គទៅព្រះអង្គថាបើពិតម្លេះតទៅហ្នឹងគឺថាអ្នកជំរះក្តីនិយាយឲ្យស្ដាប់បានទៅគឺតុលាការនឹងតែម្ដងគឺថាជំនុំជម្រះកាត់ក្តីនឹងមិនបាន
ត្រឹមត្រូវយុទ្ធធម៌ទេត្រូវការទទួលសំណោកសោកប៉ាន់អញ្ចឹងទៅក៏កាត់ទៅតាមសំណោកនឹងមិនបានជារោគខុសរោគត្រូវទេហើយហេតុអីបានជាអញ្ចឹងដោយសារអ្នកកាន់ការខាងហ្នឹងគាត់មិនមានសិលមិនមានឆន្ទៈស្វែងរកយុទ្ធធម៌ជូនជនរងគ្រោះហើយអ្នកហ្នឹងមិនដឹងបុណ្យមិនដឹងបាបមិនដឹងគុណមិនដឹងទោសហ្នឹងគឺនឹងកាត់ក្តីអញ្ចឹងហើយអ្នកចង់ចោតសោកក៏យោអាអ្នកដើមចោតនឹងសោកក៏យោវិញចេះរឿងនឹងកើតមាននៅពេលអនាគតនេះខ្ញុំប្រកាសណាក៏ចូលរួមប៉ុណ្ណឹងតកតងទៅនឹងរឿងសបិនទី5ដែលព្រះបាទប្រសិទ្ធិកោសលបានសាកសួរព្រះរាមាភិភាសូមញាតិញោមជ្រះថ្លាប៉ុណ្ណឹងចុះណាសូមអនុមោទនា